ជំរាបសួរបងប្អូនថ្ងៃនេះចេញវីដេអូសុំសរសើរកូនតូលពេលដែលគេនៅផ្ទះម្នាក់ឯងណាគេចេះចូលមកគេចេះបើកភ្លើងហើយបន្ទាប់ពីបើកភ្លើងហើយគេធ្វើអីទៀតគេបើកហាលហើយបើកហាលគេចេះអំបិលហាលហ្នឹងឲ្យទៅចំអាតុកគេអង្គុយហ្នឹងទៀតចាហើយគេភ្លេចអីមើលអត់ត្រូវកន្លែងគេមកអំបិលទៀតធ្វើម៉េចឲ្យអាខ្យល់ហ្នឹងវាគឺវាបក់ទៅដល់កន្លែងគាត់អង្គុយភ្លេចសភៅមួយថ្ងៃអត់ចោលទេសភៅហ្នឹងទៅសាលាក៏យកសភៅហ្នឹងមកវិញក៏មានសភៅហ្នឹងជាប់ម្ដាយដែរមានអីទេចាខំរៀនណាមើលចោះមើលឡើងមានអីគូតែពេញតែសភៅហ្នឹងឯងនិយាយទៅសើគាត់ដែរហងហើយបើនៅផ្ទះមួយគ្នាវិញគឺថាត្រូវការបើកភ្លើងហៅម៉ាក់ឲ្យបើកទៅហាលក៏ម៉ាក់បាយហាលឲ្យត្រូវខ្យល់អីក៏ម៉ាក់ដែរតែពេលគេនៅម្នាក់ឯងគេចេះណាគេអត់ហៅអ្នកណាទាំងអស់គឺគេគ្រប់យ៉ាងគឺគេហ៊ានធ្វើដោយខ្លួនឯងខ្ញុំមើលវីដេអូនោះហើយខ្ញុំនឹកទៅសើគាត់មែនតើដែលគាត់អត់ចាំហៅម៉ែនៅក្រៅណាគឺគាត់អត់ហៅគឺគាត់ហ៊ានធ្វើគ្រប់យ៉ាងហ្នឹងដោយខ្លួនឯងតែបារម្ភដែរក្មេងពេលខ្លះគាត់ទៅបើកភ្លើងបើកអីហ្នឹងខ្លាចប៉ះឬក៏ច្រឡំដៃលុកចូលព្រីហ្នឹងរៀងហានិភ័យដែរតែនៅតែព្យាយាមមើលពីចម្ងាយអញ្ចឹងណាព្រោះដោយសារយើងរវល់ធ្វើការអញ្ចឹងគាត់នៅផ្ទះគឺមានតាលីងម្នាក់ឯងទៅព្រោះជីវិតជាកូនតូលហើយទៅពេលឥឡូវគេធ្វើគូអីពីអីហើយយើងទៅគេឃើញទូរស័ព្ទនៅចិត្តហ្នឹងក៏គេចង់មើលទូរស័ព្ទឯនេះចាប់ផ្ដើមកាច់ហាលមកត្រូវឡើងគេត្រូវខែណាចាឡើងហាលត្រូវខ្យល់ហើយគឺចូលទៅសង្ងំមើលទូរស័ព្ទហ្នឹងទៅចាមើលដល់ស្ងៀមស្ងាត់អរគុណ